សុខោបញ្ញសអុជយោកិរិយាសន្សំនៅបុណ្យគឺកិរិយាដែលសាងនៅសេចក្តីល្អរមែងនាំមកនៅសេចក្តីសុខនៅក្នុងគម្ពីរព្រះត្រៃបិដកភាគ44ត្រង់ទំព័រ80បានសម្ដែងថាបុគ្គលដែលឲ្យទានរមែងមានអានិសង្ស5យ៉ាងគឺជាទីស្រឡាញ់ជាទីគាប់ចិត្តរបស់ជនទាំងឡាយច្រើនមួយពួកសប្បុរសអ្នកមានការស្ងប់រងាប់រមែងគប់រោគមួយមានកិត្តិស័ព្ទដ៏ពិរោះខ្យល់ខ្ចាយទៅមួយមិនប្រះចាកនៅធម៌ទាំងឡាយរបស់ខ្លួនមួយលុបបែកធ្លាយរាងកាយអំពីលោកនេះទៅកាន់លោកខាងមុខរមែងទៅកាន់ឋានសួគ៌ទេវលោកអានិសង្សបុណ្យដែលបុគ្គលបានសាងសន្សំរឿយមានចិត្តស្អាតបរិសុទ្ធហើយដោយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាសន្តានังពុណាតេសោធាតិតិបញ្ញੰបុគ្គលដែលធ្វើចិត្តឲ្យស្អាតឲ្យផូរផង់រក្សាសង្រួមនៅកាយវិចារឲ្យល្អផងនោះរមែងបានអានិសង្ស47ប្រការ1នរណាក៏មកដណ្ដើមបុណ្យពីយើងមិនបានជាប់តាមខ្លួនទៅដោយមានជំហានចំហរឹងមាំល្អបុណ្យរមែងនាំទៅកាន់ស្ថានសួគ៌ទេវលោកបុណ្យជាទីសាធារណជនដតីបុណ្យរមែងចោលលួចទៅមិនបានបុណ្យឲ្យសម្រេចតាមសេចក្តីប្រាថ្នាទាំងពួងប្រាថ្នារបស់ណារមែងបុណ្យញ៉ាំងរបស់នោះឲ្យបានសម្រេចមានសម្បុរល្អព្រោះតែបានសាងនៅបុណ្យគឺចិត្តស្អាតបរិសុទ្ធមានសម្លេងពីរោះព្រោះតែពាក្យសម្ដីល្អមានទ្រង់ទ្រាយល្អព្រោះតែការប្រព្រឹត្តសុចរិតមានរូបល្អព្រោះតែការមិនខឹងក្រោធជាអ្នកមានស័ក្តិធំព្រោះតែការមិនច្រណែនឈ្នានីសអានិសង្សព្រោះតែការមិនប្រមាថមើលងាយអ្នកដទៃមានបរិវារច្រើនព្រោះតែជាអ្នកសន្សំនៅសេចក្តីល្អមិនប្រទុះចំពោះជនដទៃជាអ្នកដែលបបួលអ្នកដទៃសាងសេចក្តីល្អរមែងបានជាស្ដេចដោយអានិសង្សបុណ្យក្នុងអនាគតជាតិរមែងមាននៅយសស័ក្តិជាធំរមែងបានជាស្ដេចចក្រពត្តិបានទ្រព្យសម្បត្តិជាមនុស្សព្រោះតែបុណ្យមានសម្បត្តិទេវលោកក៏ព្រោះតែបុណ្យបានបណ្ដោះនៅពូជសម្បត្តិកើតនៅមគ្គនឹងផលក៏ព្រោះតែបុណ្យដំណើរទៅកាន់ព្រះនិព្វានក៏ព្រោះតែទានបារមីបានមិត្តល្អព្រោះតែការសាងសន្សំបុណ្យរមែងបាននៅវិមុតតិបាននៅវិជាក៏ព្រោះតែការសន្សំបុណ្យការបែកធ្លាយនៅប្រាជ្ញាភ្លឺថ្លារុងរឿងល្អព្រមទាំងបដិសម្ពិទាទាំង4ព្រោះអាស្រ័យបុណ្យរមែងបានជាស្ដេចទេវតាទាំងឡាយក៏ព្រោះតែបុណ្យបានសម្រេចនៅវិជា3វិមោក8ក៏ព្រោះតែបុណ្យ